សញ្ញោទ្រង់ខាងមានច្រើនម៉ូតពេកបងចឹងដឹងដាក់ម៉ូតដឹងដាក់ឈ្មោះម៉ូតអីគេខ្លះសម្រាប់បងណាដែលគាត់លើកមុនមកឃើញម៉ូតនឹងអស់អីបងអាចមកសួររោមម្ដងទៀតបានបងតែចូលស្តុកថ្មីចូលគ្រប់ពណ៌វិញហើយបងអាចមកមើលដល់ហាងបានឬក៏ឆាតសួរក៏បានដែរបងប្រើបាន24វ៉ុលបើសម្រាប់បងដែលគាត់យកទៅដាក់12វ៉ុលវាអាចភ្លឺខ្សោយជាង24ណាបងផុសពីការដាក់ក្បាំងផុសទៀតហើយបងម៉ូតមួយខុសគ្នារហូតបងវាស្គាល់តែស្តៀងគ្នាតែខុសម៉ូតគ្នាតិចតួចស្អាតម្យ៉ាងម្នាក់ទេបងស្រឡាញ់ម៉ូតមួយណាសេវទុកស្រួលធ្វើតាមក៏បានយកមកឲ្យដល់ខាងហាងខ្ញុំធ្វើឲ្យក៏បានហាងខ្ញុំមានលក់អីវ៉ាន់ច្រើនមុខចឹងជិះមិនផុតទេបងក្នុងការមានអីវ៉ាន់ខ្លះដែលអស់ពេលខ្លះវាចូលអត់តាន់ឬក៏មានអីវ៉ាន់ខ្លះមានអីវ៉ាន់ខ្លះអស់អញ្ចឹងបងឬក៏មានពណ៌នេះសពណ៌នោះមានម៉ូតនេះសម៉ូតនោះជារឿងធម្មតាទេបងអញ្ចឹងបើសិនជាលើកនឹងបងទិញឲ្យបានអីបងអាចពីថ្ងៃក្រោយអាចមកសួរទៀតបានអញ្ចឹងបងព្រោះអីវ៉ាន់យើងចូលរាល់ថ្ងៃទេសឹងតែរាល់ថ្ងៃហ្មងបងហើយសម្រាប់អីវ៉ាន់លក់ចេញវិញក៏ដូចគ្នាដែរបងចេញរាល់ថ្ងៃចូលរាល់ថ្ងៃអញ្ចឹងបងបាច់បារម្ភថាអូលើកនេះខ្ញុំលក់អស់ហើយតែជើងក្រោយគឺខ្ញុំចូលមកទៀតហើយបងមិនថាសេរីចាស់សេរីថ្មីអីទេបងឲ្យតាមភ្ញៀវគាត់នៅសួររោអាហ្នឹងខ្ញុំនៅតែចូលមកដែរតោះបងមិននិយាយពីរឿងដាក់ក្បាំងផុកវិញសម្រាប់ឡានគាត់ដាក់ក្បាំងផុកពីផ្ទាំងសងខាងហើយគាត់លេងម៉ូតតិចតួចចាប់ម៉ូតរបស់គាត់ហ្នឹងអត់មានអីទេគ្រាន់តែចាប់ចង្វាក់ហើយនឹងកាសផ្កាយហើយសូម្បីតាគាត់ដាក់ចំណាំងផ្លាតហ្នឹងក៏គាត់ចាប់កាសផ្កាយជុំវិញដែរនិយាយពីចំណាំងផ្លាតបានវិញហ្នឹងខ្ញុំមានក្រាស់មានស្ដើងហើយចុងក្រោយគឺគាត់ដាក់ stop 570ទៀតឡានខ្លះគាត់មកគាត់គ្រាន់តែចង់ដាក់ប្រព័ន្ធនេះទេបងប៉ុន្តែពេលខ្លះពេលយើងមកដាក់ជាក់ស្ដែងកែនេះកែនោះតិចតួចក៏មានដែរឬក៏ថែមនេះថែមនោះតទៀតចឹងណាបងនិយាយឲ្យតែបងស្រឡាញ់មិនពេលមកដល់ហ្នឹងហើយថែមថយបានទាំងអស់បងគិតតាយើងថែមថយអីគឺយើងគិតលុយតាមហ្នឹងហើយនេះគឺជាសកម្មភាពខ្លះក្នុងការខ្ញុំរៀបអីវ៉ាន់ឲ្យបងដែលគាត់យកទៅលក់បន្តបងចឹងអីវ៉ាន់ចូលក៏ចូលអីវ៉ាន់ចេញក៏ចេញចឹងបើសិនជាមានកំហុសខុសឆ្គងឬក៏បងមិនពេញចិត្តត្រង់ណាបងអាចប្រាប់បានឬក៏ដើម្បីឲ្យប្អូនកែតម្រូវឲ្យកាន់តែល្អជាងមុនណាបងចឹងខាងហាងលីមួយទៀនមិនធម្មតាលក់រាយទេបងបោះដុំទៀតអញ្ចឹងអីវ៉ាន់ខ្លះគឺខ្ញុំយកចូលមកខ្លួនឯងគឺខ្ញុំដឹងច្បាស់បងអីវ៉ាន់សំខាន់បំផុតពេលដែលបងមិនទិញមិនថាលក់ដុំលក់រាយអីទេគឺខ្ញុំប្រាប់ហើយថាអីវ៉ាន់ណាល្អអីវ៉ាន់ណាធម្មតាអីវ៉ាន់ណាគេប្រើទូទៅអីវ៉ាន់ណាអន់អីគឺយើងរៀបរាប់ប្រាប់អស់ហើយបងនិយាយរួមទៅខាងខ្ញុំឈរទៅលើភាពស្មោះត្រង់ជូនភ្ញៀវបងណាតាភ្ញៀវមួយចំនួនតូចមែនតើបងដែលគាត់ខូចត្រង់មិនបងគាត់មានអីទេសំខាន់អីវ៉ាន់យើងអត់កាត់ថ្លៃគាត់តឲ្យតែបានតទាំងដែលយើងលក់ឲ្យតម្លៃដែលធូរស្រាប់ព្រោះរាល់តម្លៃដែលខាងខ្ញុំលក់ចេញទៅមិនមែនចេះតែលក់ទេបងយើងសិតតែគិតថ្លៃត្រឹមត្រូវហើយអស់ហើយយើងយកចំណេញពីលើតែបន្តិចទេអីវ៉ាន់ដែលល្អថោកគឺអត់មានទេបងមានតែល្អតម្លៃសមរម្យអាហ្នឹងមានតែអីវ៉ាន់ល្អគឺអាចលក់ចំណេញបានច្រើនណាបងប៉ុន្តែខ្ញុំគឺយកមកលក់ក្នុងតម្លៃសមរម្យហើយគុណភាពវាក៏ល្អអរគុណ